ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់រាប់អានទាំងអស់គ្នាបងប្អូនថ្ងៃនេះខ្ញុំមានរឿងរ៉ាវថ្មីមួយទៀតយកមកជម្រាបចែកជូនដល់ពុកម៉ែបងប្អូនឲ្យបានដឹងរឿងរ៉ាវមួយនេះគឺបានកាត់ឡើងយូរហើយផងដែរដែលបានកាត់ឡើងនៅក្នុងខេត្តកំពង់ធំតាក់ទងទៅនឹងខ្មោចលងអុកឡុកដណ្ដើមយកប៉ុស្តិ៍ប៉ូលីសនៅឯខេត្តកំពង់ធំនេះឯងរឿងរ៉ាវមួយនេះគឺបានកាត់ឡើងអស់រយៈពេលជាច្រើនឆ្នាំផងដែរគឺបានកាត់ឡើងកាលពីអំឡុងឆ្នាំ2005ហើយវាជារឿងពិតមួយហើយនឹងជារឿងរន្ធត់ដល់ព្រឺព្រួចផងដែរដែលខ្មោចបានមកលងអុកឡុកដល់ក្រុមប៉ូលីសហើយថែមទាំងបានចង់ដណ្ដើមយកកន្លែងប៉ុស្តិ៍ប៉ូលីសទៀតផងបើបងប្អូនស្ដាប់មើលទៅវាស្ទើរតែមិនគួរឲ្យជឿថាប៉ូលីសក៏ខ្លាចខ្មោចដែរនោះប៉ុន្តែអ្នកខ្លះគេបាននិយាយលេងសើចថាឲ្យតែមានកាំភ្លើងមួយនៅក្នុងដៃទោះដើរយប់ស្ងាត់ថ្មណាក៏អត់ខ្លាចដែរហើយបើបានជួខ្មោចលងទៀតក៏មិនបាច់រត់នោះទេគ្រាន់តែបាញ់មួយគ្រាប់ទៅបានហើយវានឹងផ្អើលខ្មោចរត់ខ្លាក់ខ្ចាយបាត់ជើងសោព្រាតអស់ទៅហើយតែការនិយាយបែបនេះមិនប្រកាសឲ្យតែអ្នកមានកាំភ្លើងកាន់នៅក្នុងដៃសុទ្ធតែមិនខ្លាចខ្មោចនោះទេព្រោះកន្លងមកក៏ធ្លាប់មានកម្លាំងប៉ូលីសដែលប្រចាំការនៅក្នុងប៉ុស្តិ៍នៅឯជនបទមួយនៅក្នុងខេត្តកំពង់ធំត្រូវបានខ្មោចលងឡើងបាក់ស្បាស្ទើរតែលែងហ៊ានមកយាមនៅទីស្នាក់ការប៉ុស្តិ៍នៅពេលយប់ទៀតផងមិនសូម្បីតែពេលយប់នោះទេទោះបីជាពេលថ្ងៃចាស់ក៏មិនហ៊ានអង្គុយនៅក្នុងប៉ុស្តិ៍តែម្នាក់ឯងដែររឿងរ៉ាវដែលខ្មោចលងមកអុកឡុកនៅក្នុងប៉ុស្តិ៍ប៉ូលីសនេះមិនត្រូវបានលោកមេប៉ុស្តិ៍ជឿនោះទេដោយលោកមេប៉ុស្តិ៍កាលនោះគាត់បាននិយាយអះអាងថាមិនដែលឃើញខ្មោចលងគាត់ទេហើយថែមទាំងបានបន្ទោសដល់ក្រុមប៉ូលីសក្រោមបង្គាប់របស់លោកថាប្រហែលពួកគេមានអារម្មណ៍រវើរវាយខ្លាចខ្មោចជ្រុលហួសហេតុសម្បីតែកណ្ដោរត់កាត់ក៏ផ្អាកថាខ្មោចលងដែរប៉ុន្តែទោះបីជាលោកមេប៉ុស្តិ៍គាត់មិនជឿថាប៉ុស្តិ៍ឈរជើងរបស់គាត់មានខ្មោចលងយ៉ាងណាក៏ដោយតែក្រោយពីមានការនិយាយតគ្នាពីក្រុមប៉ូលីសដែលនៅក្រោមបង្គាប់របស់គាត់ធ្វើឲ្យលោកមេប៉ូលីសសូមអនុញ្ញាតពីថ្នាក់លើរើបង្វិចទៅបោះទីស្នាក់ការនៅកណ្ដាលភូមិហើយបានបោះបង់ទីស្នាក់ការចាស់នោះចោលប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំត្រពាំងឫស្សីដែលបានបោះទីតាំងអរិយពេលជាច្រើនឆ្នាំមកហើយនៅក្នុងភូមិខ្នល់បែកឃុំត្រពាំងឫស្សីស្រុកកំពង់ស្វាយខេត្តកំពង់ធំដែលស្ថិតនៅជាប់ផ្លូវជាតិលេខ64ត្រង់ម្ដុំខ្នល់បំបែកខេត្តកំពង់ធំនិងខេត្តព្រះវិហាររឿងរ៉ាវមួយនេះមិនធ្លាប់បានលើក្រុមប៉ូលីសប៉ុស្តិ៍នាំគ្នានិយាយពីរឿងរ៉ាវដែលពួកគេជួបប្រទះខ្មោចលងពេលមកយាមប្រចាំការប៉ុស្តិ៍នៅពេលយប់នោះទេប៉ុន្តែចាប់តាំងពីអំឡុងចុងឆ្នាំ2005បន្ទាប់ពីមានកើតហេតុអាក្រក់មួយបានកើតឡើងផ្ទួននៅក្នុងប៉ុស្តិ៍ប៉ូលីសរហូតធ្វើឲ្យមន្ត្រីប៉ុស្តិ៍មានការភ័យខ្លាចព្រឺសម្បល់មិនហ៊ានចូលធ្វើការនៅទីស្នាក់ការប៉ុស្តិ៍នោះទេចំពោះរឿងរ៉ាវដែលធ្វើឲ្យប៉ូលីសភ័យខ្លាចញាក់សាច់ស្ទើរតែលែងមកហ៊ានយាមប្រចាំការនៅពេលយប់នោះគឺបានកាត់ឡើងបន្ទាប់ពីមានយុវជនម្នាក់ដែលរស់នៅក្នុងឃុំស្ពឺស្រុកចំការលើខេត្តកំពង់ចាមបានមកស្លាប់នៅខាងក្រោយប៉ុស្តិ៍ប៉ូលីសនេះឯងដែលមានចម្ងាយ7ម៉ែត្រទៅ8ម៉ែត្រដែលបានស្លាប់កាលពីថ្ងៃទី12ខែកក្កដាឆ្នាំ2005អ្នកភូមិប៉ុន្មានអ្នកដែលបានមកជួបហេតុការណ៍ពេលដែលយុវជនម្នាក់នោះកំពុងតែប្រកាច់ត្រដោកខ្យល់ហៀបនឹងផុតដង្ហើមបាននិយាយថាបន្ទាប់ពីជនរងគ្រោះដាច់ខ្យល់ស្លាប់ភ្លាមនៅលើខ្លួនរបស់សាកសពមានសភាពហើមប៉ោងនិងលេចចេញនៅស្នាមកន្ទួលគួរឲ្យខ្លាចជាទីបំផុតការស្លាប់របស់យុវជនរូបនោះត្រូវបានក្រុមគ្រួសារអះអាងថាមានគេធ្វើឲ្យយុវជននោះស្លាប់ដោយប្រើមន្តអាគមគេថាខាប់ព្រលឹងក្រុមគ្រួសាររបស់យុវជននោះបាននិយាយថានេះគឺជាអំពើឃាតកម្មតាមផ្លូវមន្តអាគមឬក៏និយាយបានថាខាងផ្លូវងងឹតអ្នកដែលបានធ្វើមន្តអាគមនោះគឺពួកគេចង់ស៊ីដាច់ប្រាក់ជំពាក់ដែលលោកសង្ឃមួយអង្គគង់នៅខេត្តព្រះវិហារបានជំពាក់មកលើជនរងគ្រោះដែលបានស្លាប់នេះចឹងមានន័យថាប្រហែលជារឿងនេះក្រុមគ្រួសារគាត់សង្ស័យថាគឺមានព្រះសង្ឃមួយអង្គដែលបានគង់នៅវត្តមួយកន្លែងស្ថិតនៅក្នុងខេត្តព្រះវិហារបានជំពាក់ប្រាក់ទៅលើជនរងគ្រោះហើយប្រហែលជាព្រះសង្ឃអង្គនោះមានបំណងចង់ស៊ីដាច់ប្រាក់ដែលជំពាក់ជនរងគ្រោះដូច្នេះហើយទៅបានព្រះសង្ឃអង្គនោះលេងផ្លូវងងឹតដាក់មន្តអាគមទៅលើជនរងគ្រោះបែបនេះបើយោងទៅតាមការអះអាងនិងការសង្ស័យពីក្រុមគ្រួសាររបស់ជនរងគ្រោះប៉ុន្តែផ្ទុយពីក្រុមគ្រួសារសពដែលបានអះអាងដូចខាងលើនោះសមត្ថកិច្ចព
ប៉ូលីសបច្ចេកទេសវិញនិងក្រុមអ្នកជំនាញខេត្តកំពង់ធំពួកគេបានបញ្ជាក់ថាសាកសពរបស់ជនរងគ្រោះមានសភាពក្រាំគ្រានៅក្នុងខ្លួននិងហត់ហែវខ្លាំងទើបធ្វើឲ្យជនរងគ្រោះស្លាប់នៅក្នុងស្ថានភាពបែបនេះទោះបីជាការស្លាប់របស់យុវជនរូបនោះត្រូវបានគេសន្និដ្ឋានខុសៗគ្នាក៏ដោយប៉ុន្តែភាពខ្លាចរអាបានធ្វើឲ្យមនុស្សទាំងប្រុសទាំងស្រីដែលបានឃើញហេតុការណ៍នឹងរស់នៅជិតប៉ុស្តិ៍នគរបាលនេះកាន់តែមានអារម្មណ៍រន្ធត់និងតក់ស្លុតយ៉ាងខ្លាំងរហូតដល់ក្មេងៗនិងមនុស្សចាស់មួយចំនួនស្ទើរតែមិនហ៊ានដើរចេញចូលឬក៏ឆ្លងកាត់ទៅព្រៃរបស់ក្រោយផ្ទះខ្លួនដែលរស់នៅក្បែរប៉ុស្តិ៍ប៉ូលីសនោះទេក្រោយពីការស្លាប់របស់យុវជនរូបនេះហើយផ្អែកទៅលើជំនឿរបស់ចាស់ៗនៅក្នុងភូមិផងនោះមន្ត្រីប៉ុស្តិ៍និងនាយប៉ុស្តិ៍បាននិមន្តលោកសង្ឃចំនួន3អង្គក្នុងនោះមានទាំងអាចារ្យព្រមទាំងចាស់ៗនៅក្នុងភូមិមួយចំនួនទៀតដើម្បីមករៀបចំធ្វើពិធីសូត្រមន្តធ្វើការប្រោះព្រំបណ្ដេញឧបទ្រពចង្រៃចេញប៉ុន្តែក្រោយពីបានធ្វើពិធីសូត្រមន្តរំដោះគ្រោះរំលងមិនបានដល់1ខែផងស្រាប់តែមានមន្ត្រីប៉ុស្តិ៍ប៉ូលីសម្នាក់បានដេកស្លាប់យ៉ាងស្ងៀមស្ងាត់នៅក្នុងអង្រឹងនៅសញ្ញាមុខប៉ុស្តិ៍ខាងមុខមន្ត្រីប៉ូលីសប៉ុស្តិ៍ដែលបានស្លាប់នោះមានឈ្មោះថាចន្ទថុលគាត់គឺជាអ្នករស់នៅក្នុងភូមិគៀបចាស់ឃុំកំពង់ស្វាយស្រុកកំពង់ស្វាយខេត្តកំពង់ធំមន្ត្រីប៉ូលីសរូបនេះបានដេកស្លាប់នៅក្នុងអង្រឹងពេលមកយាមនៅប៉ុស្តិ៍កាលពីយប់ថ្ងៃទី8ខែសីហាឆ្នាំ2005ដែលកម្លាំងយាមនៅយប់នោះរួមជាមួយនឹងមន្ត្រីប៉ុស្តិ៍ពីររូបទៀតហើយការស្លាប់របស់មន្ត្រីប៉ុស្តិ៍រូបនេះកាន់តែធ្វើឲ្យមន្ត្រីប៉ុស្តិ៍ឯទៀតមានការខ្លាចរអាកាន់តែខ្លាំងឡើងបើតាមការអះអាងរបស់នាយរងប៉ុស្តិ៍ដែលមានឈ្មោះថាហ៊ីនិងមន្ត្រីប៉ុស្តិ៍ម្នាក់ទៀតមានឈ្មោះថាម៉េងបានបញ្ជាក់ថាបន្ទាប់ពីមន្ត្រីប៉ុស្តិ៍ឈ្មោះចន្ទថុលបានស្លាប់ពី3ថ្ងៃក្រោយមកពួកខ្លួនបានចង់អង្រឹងដេកយាមនៅក្នុងប៉ុស្តិ៍ស្រាប់តែបានឃើញប្រលឹងខ្មោចរបស់មន្ត្រីប៉ុស្តិ៍ចន្ទថុលដែលបានស្លាប់បង្ហាញខ្លួនឲ្យឃើញជាស្រមោលស្ទង់ជួនកាលឃើញជាស្រមោលរបស់លោកមន្ត្រីប៉ុស្តិ៍ចន្ទថុលនេះនៅអង្គុយក្នុងប៉ុស្តិ៍ទៀតផងមន្ត្រីប៉ុស្តិ៍ពីររូបនេះបានប្រាប់ថាការនិមិត្តឲ្យឃើញនៅក្នុងអារម្មណ៍នោះដូចជារូបខ្មៅធំសំពេញសំពងជួនកាលមានធំក្លិនស្អុយឈួរពេញច្រមុះកាន់តែធ្វើឲ្យពួកគាត់មានការភ័យរន្ធត់រហូតដល់រងចាំមានមនុស្សច្រើនទើបនាំគ្នាចូលធ្វើការនៅពេលថ្ងៃហើយការយាមកាមនៅពេលយប់ខ្លះក៏ត្រូវអាក់ខានព្រោះតែមន្ត្រីផ្សេងទៀតមានអារម្មណ៍ថាខ្លាចខ្មោចលងមន្ត្រីប៉ុស្តិ៍ទាំងពីរនាក់ដដែលខាងលើនេះបន្តថាមិនដឹងជាយ៉ាងម៉េចទេបានជាខ្មោចរបស់អតីតមន្ត្រីប៉ុស្តិ៍ចន្ទថុលនេះចេះតែតាមលងបន្លាចពួកគេជួនកាលធ្វើឲ្យពួកគេឮសំឡេងរើចានឆ្នាំងជួនកាលដូចជាមានការឮរើឯកសារនៅក្នុងថតតុកក៏មានដែរដោយពុំអាចទ្រាំនឹងភាពខ្លាចរអាចំពោះខ្មោចរបស់មន្ត្រីប៉ុស្តិ៍នេះបានហើយនឹងខ្មោចរបស់យុវជនម្នាក់ដែលបានស្លាប់មុនចេះតែមកលងបន្លាចពួកគេធ្វើឲ្យមន្ត្រីប៉ុស្តិ៍ខ្លាចរហូតស្ទើរតែមិនហ៊ានចូលធ្វើការទៀតផងទើបតែនៅចុងឆ្នាំ2005ទាំងនាយប៉ុស្តិ៍មន្ត្រីប៉ុស្តិ៍បានឯកភាពគ្នាធ្វើការផ្លាស់ប្ដូរកន្លែងទៅដាក់នៅទីស្នាក់ការនៅក្នុងសាលាឆទានកណ្ដាលនៅក្នុងភូមិខ្នល់បែកវិញទើបមិនសូវមានបញ្ហាកើតឡើងប៉ុស្តិ៍នគរបាលនេះបានធ្វើឲ្យអ្នកភូមិចាប់អារម្មណ៍និងនិយាយតគ្នាពីមាត់មួយទៅមាត់មួយថាព្រោះតែមានខ្មោចលងទើបមិនហ៊ាននៅកន្លែងធ្វើការងារចាស់ដូច្នេះហើយទើបមន្ត្រីទាំងអស់នោះនាំគ្នាផ្លាស់ប្ដូរមកទីតាំងថ្មីចំពោះពាក្យចចាមអារម្មណ៍ថាខ្មោចលងបានបណ្ដេញប៉ុស្តិ៍ប៉ូលីសឲ្យរើបង្វិចចេញនោះត្រូវបានលោកឆេងគ្រីដែលជានាយប៉ុស្តិ៍បញ្ជាក់ថាពាក្យលេចឮទាំងអស់នេះគឺជាបញ្ហាបន្ទាប់បន្សំទេសំខាន់គឺទីតាំងប៉ុស្តិ៍នោះសមត្ថកិច្ចខ្ចីដីគេធ្វើដែលឥឡូវម្ចាស់គេត្រូវការវិញទើបពួកយើងត្រូវតែប្រគល់ឲ្យម្ចាស់គេវិញពេលសួរថាចំពោះរូបលោកផ្ទាល់តែមានអារម្មណ៍ខ្លាចខ្មោចទេបើហេតុការណ៍កើតឡើងមានមនុស្សស្លាប់ពីរនាក់ផ្ទុនគ្នាបែបនេះមន្ត្រីប៉ូលីសក្រាបបង្គាប់សិតតែត្រូវខ្មោចលងដោយឡែកលោកឆេងគ្រីពេលដែលបានឮសំណួរដូចនេះក៏មានការសោយហើយឆ្លើយយ៉ាងប្រងើយថាតាំងពីខ្មោចលងលើកទី1រហូតដល់ខ្មោចមន្ត្រីគ្នាឯងស្លាប់ខ្ញុំមិនដែលឃើញមានអ្វីកើតឡើងទាល់តែសោះហើយរូបខ្ញុំតាំងពីដើមមកមិនដែលចេះខ្លាចខ្មោចនោះទេហើយចំពោះមន្ត្រីរបស់ខ្ញុំដែលចេះតែនិយាយថាពួកគេត្រូវខ្មោចលងឲ្យឃើញអញ្ចេះអញ្ចោះរហូតទៅដល់ខ្លាចខ្លាំងពេកសំបីតែកណ្ដុរ
ចូលកាត់ឯកសារក្នុងថតតុឬក៏ឆ្មាចាប់កណ្ដុរប៉ះចិញ្ចាំងក៏ថាខ្មោចលងនាំគ្នារត់ចេញក្រៅអស់ដែរប៉ុន្តែខ្ញុំមិនអាចនិយាយថាខ្មោចលងមែនឬក៏អត់នោះដែរតែមន្ត្រីរបស់ខ្ញុំចេះតែនិយាយថាឃើញខ្មោចរបស់អតីតមន្ត្រីប៉ុស្តិ៍ឈ្មោះចន្ទថននៅតែក្នុងប៉ុស្តិ៍នឹងធ្វើឲ្យគេខ្លាចព្រឺក្បាលសំពងជួនកាលឮសំឡេងប្លែកៗគួរឲ្យភ័យស្ទើរតែលុះប្រឡឹងក៏មានដែរលោកនាយប៉ុស្តិ៍រូបនេះបានបន្តទៀតថាចាប់តាំងពីមករស់នៅកន្លែងថ្មីនេះដូចជាមិនដែលឮមន្ត្រីរបស់លោកនិយាយថាបានជួបខ្មោចលងទៀតនោះទេហើយសុខសប្បាយរហូតមកលោកនាយប៉ុស្តិ៍បានបន្តថាក្រោយពីផ្លាស់ប្ដូរកន្លែងបានប្រហែលខែស្រាប់តែមានរថយន្តដឹកទំនិញរត់ផ្លូវកំពង់ឈើទាលផ្ទុកអីវ៉ាន់ពេញនឹងមានមនុស្សច្រើនអ្នកបានកន្លប់ផ្ងាជើងព្រោះតែជិះមេជ្រូកមួយក្បាលរត់កាត់ផ្លូវនោះហើយហេតុការណ៍នេះបានកើតឡើងនៅខាងមុខប៉ុស្តិ៍ចាស់ដែលជាកន្លែងប៉ុស្តិ៍ដែលពួកគេបានធ្វើការមុននឹងការដែលកន្លាប់រថយន្តនោះបណ្ដាលឲ្យស្ត្រីម្នាក់បានស្លាប់និងមានអ្នករបួសជាច្រើនអ្នកទៀតផងបើតាមអ្នកស្រុកបាននិយាយថាក្រោយពីហេតុការណ៍កន្លាប់រថយន្តនិងមានមនុស្សស្លាប់នៅទីកន្លែងបែបនេះពួកគាត់កាន់តែខ្លាចរអាថែមទៀតហើយក្មេងៗចេះតែនាំគ្នាយំនិងអ្នកខ្លះខ្លាចរហូតដល់ឈឺក៏មានដែរដោយខ្លាចកន្លែងនោះមានជើងកប់ចាំឆក់ជីវិតមនុស្សបន្តទៀតពួកអ្នកភូមិនាំគ្នាឧបកិច្ចសូត្រធម៌និងយកចម្បាំងដុតនៅកន្លែងនោះប៉ុន្តែទោះបីជាយ៉ាងណាពួកគាត់និយាយថានៅកន្លែងប៉ុស្តិ៍ប៉ូលីសចាស់នោះនៅតែមានខ្មោចលងដដែល